ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងអភិវឌ្ឍជនបទលេខ039/25 កអជសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហានក្ខត្តរិទ្ធប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនិងអំណរសាទរយ៉ាងកក់ក្ដៅជាទីបំផុតនៃខួបអនុស្សាវរីយ៍លើកទី114នៃទិវាអន្តរជាតិនារី8មិនិនាឆ្នាំ2025ក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍជនបទសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅកតវេទិតាធម៌ដ៏ជ្រាលជ្រៅនិងគិរវៈភក្តីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីជាទីគោរពសក្ការៈដែលព្រះអង្គតែងតែលះបង់ព្រះកាយពលព្រះបញ្ញាញាណនិងព្រះរាជសម្បត្តិផ្ទាល់របស់ព្រះអង្គក្នុងព្រះរាជសកម្មភាពលើវិស័យព្រះពុទ្ធសាសនាមនុស្សធម៌រក្សាសន្តិភាពអប់រំសិក្សាធិការសង្គមកិច្ចនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសការលើកកម្ពស់តម្លៃនិងតួនាទីស្ត្រីខ្មែរឲ្យមានការទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិក្នុងវរោកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាព្រះបារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គសូមប្រោះព្រំព្រះរាជសព្វសាធុកាពរបបរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរសូមព្រះអង្គបានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជានារីខ្មែរជាកូនជាចៅទួតជានិច្ចនិរន្តរ៍តរៀងទៅសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាប្រោសទទួលនៅគិរវៈភក្តីដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាតំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការរដ្ឋមន្ត្រីហត្ថលេខានឹងត្រាឆាយរិទ្ធីសែន